សម្រាប់ខាងក្រៅស្អាតมันបញ្ជាក់ថាសុខភាពខាងក្នុងល្អទាំងអស់ទេបងប្អូនជឿអត់ស្ត្រីមួយចំនួនណាចំនួនតូចមែនទែនដែលគាត់បានថែសម្រស់បានល្អមែនទែនសុខភាពស្បែកគាត់ស្អាតគាត់ប្រើ skin care ត្រូវមុខក៏អត់មានឡើងមុនអត់មានជាប់មែនទេបងប្អូននៅតែភ្លឺស្អាតអញ្ចឹងប៉ុន្តែបើសួរថាសុខភាពខាងក្នុងល្អអត់ល្អទេសុខភាពគាត់ទី1គាត់ធ្លាក់សគាត់មានបញ្ហារោគស្ត្រីអ្នកខ្លះរហូតដល់មានបញ្ហាឆ្លងកាមមួយរោគទៀតមានការកើតមាននៅពពួកសេមនចាមានការធ្លាក់សអត់បាត់ពេលខ្លះទៅគាត់អាចនឹងមានទៅលើការមករដូវរបស់គាត់ទៀតអ្នកខ្លះគឺមករដូវអត់ទៀងឈឺចាប់ពេលមករដូវមក2ទៅ3ដងមកខ្មៅដុំប៉ុន្តែសួរថាតើទៅលើសុខភាពខាងក្រៅរបស់គាត់ស្អាតគឺស្អាតប៉ុន្តែបើសិនជាបងប្អូនមួយចំនួនទៀតអត់បានយកចិត្តទុកដាក់ទៅលើការថែទាំឲ្យបានត្រឹមត្រូវទេអបូនប្រែប្រួលខ្លាំងមែនទែនមុខឡើងមុនឡើងចំគឺស្បែកយើងស្ងួតកប្រឹងហ្មងតែម្ដងអញ្ចឹងបើសិនជាបងប្អូនដែលមានបញ្ហាសុខភាពណាលើកទឹកចិត្តទី1ញ៉ាំទឹកឲ្យបានច្រើនទី2គួរទទួលការព្យាបាលឲ្យបានត្រឹមត្រូវទៅលើសុខភាពហើយថែទាំសម្រស់ឲ្យបានល្អព្រោះមនុស្សស្រីយើងគឺស្អាតទៅលើសម្រស់ហ្នឹងហើយបងប្អូនតេទៀង